នៅក្នុងវីដេអូនេះសូមចែកម្លែកពីរបៀបធ្វើឯកសារ PDF បាទជា file PDF ឬជាសៀវភៅ PDF ដែលយើងមាននៅក្នុងកុំព្យូទ័ររបស់យើងហ្នឹងឲ្យទៅជាលក្ខណៈ digital បែបនេះបាទណាមើលទៅមានភាពស្អាតនិងមានភាពទាក់ទាញបាទអញ្ចឹងបើសិនបើបងប្អូនចង់ធ្វើសូមចូលធ្វើតាមខ្ញុំបងប្អូនចូលទៅកាន់ Google ឬចូលទៅកាន់ Chrome ទៅហើយបងប្អូនវាយពាក្យ heysin.com បាទបងប្អូនវាយពាក្យហ្នឹងមកឬឲ្យបងប្អូនជ្រើសរើសយកចំណុចនេះបាទចំណុចដែលខ្ញុំដាក់បង្ហាញនេះបាទចូលទៅកាន់ website ហ្នឹងមកបាទណាបាទហើយយើងចូលហើយយើងរងចាំបន្តិចឲ្យវាដើរបានស្រួលបាទណាឲ្យវាដើរឲ្យស្រួលហើយបាទហើយបងប្អូនចុច upload នេះកន្លែងខ្ញុំគូកំពុងនេះបាទបងប្អូនចុច upload ឯកសារតែចុច upload បានតែ PDF ទេបាទណាបាទមិនមែនជា PDF យើង upload អត់បានទេបាទអញ្ចឹងយើងរងចាំបន្តិចសិនបាទឥឡូវដើរពេញហើយយើងចូលទៅកាន់ឯកសាររបស់យើងបាទណាបាទយើង upload ជា file PDF មកបាទrồi hay nóពេលដែលយើង upload យើងរងចាំបន្តិចឲ្យវាដើរបានពេញស្រួលបួលបាទណាបាទបាទឥឡូវឯកសារដែលយើង upload ហ្នឹងបានដើរពេញហើយបាទនេះហើយនេះជាលទ្ធផលដែលយើងទទួលបានបាទណាបាទអញ្ចឹងវាមានភាពទាក់ទាញនឹងមើលទៅស្អាតល្អបាទហើយបើសិនបើបងប្អូនចង់ចែករំលែកទៅកាន់មិត្តភ័ក្តិទៅកាន់អ្នកអានបងប្អូនចុចយកកន្លែង share នេះបាទណាបាទចុចលើចំណុចហ្នឹងមកហើយបងប្អូនជ្រើសរើសយក QR code បាទហើយបងប្អូនផ្ញើគ្រាន់តែផ្ញើ QR code ទៅកាន់គេទៅគេអាចបើកមើលបានហើយបាទអរគុណ